បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងធ្វើការតាក់ទងជាមួយនឹងការ analyze ដោយប្រើប្រាស់ជាមួយនឹង BBMA ដើម្បីធ្វើការវិភាគក្នុងការចូលផ្សារហើយដោយបងប្អូនបានដឹងអញ្ចឹងនៅក្នុង BBMA របស់យើងគឺយើងប្រើប្រាស់3 time frame ផ្គុំចូលគ្នាដើម្បីរកកន្លែង entry ចូលអញ្ចឹងយើង3 time frame គឺយើងបែងចែករបៀបម៉េចបើសិនជា time frame ធំ TF1 បងប្អូនយក4ម៉ោងជាគោលអញ្ចឹងយើងរងចាំ re-entry នៅ4ម៉ោងអញ្ចឹង re-entry នៅកន្លែងណា re-entry គឺនៅពេលដែលយើងឃើញផ្សារកំពុងតែ bullish ឡើងចេះគឺយើងរងចាំ re-entry buy អញ្ចឹង re-entry buy គឺនៅកន្លែងនេះអានេះគឺខ្សែ MA 510 low អញ្ចឹងយើងរងចាំឲ្យផ្សារ4ម៉ោងចុះមកដល់កន្លែងហ្នឹងទើបយើងរក confirm ក្នុងការ buy បាទអញ្ចឹងអានេះគឺផ្សារវាអត់ទាន់ចុះមកដល់ឥឡូវខ្ញុំមករកកន្លែង confirm ក្នុងការឲ្យបងប្អូនអាចយល់បន្ថែមតាក់ទងជាមួយនឹង BBMA នេះអញ្ចឹងឧទាហរណ៍ដូចជាកន្លែងនេះអញ្ចឹងណានៅពេលដែលផ្សារវាឡើងទៅលើហើយវាបានចុះមកវិញគឺមានន័យថាកន្លែងនេះគឺយើងរងចាំ re-entry buy អញ្ចឹងនៅពេលដែល4ម៉ោងប្រកប4ម៉ោងបានបិទអត់បែកជាមួយនឹង low BB low 510នេះទេគឺយើងអាចរងចាំនៅ confirm នៅក្នុង candle បើកថ្មីមួយនេះ4ម៉ោងបន្ទាប់អញ្ចឹងនៅពេលដែលយើងឃើញចុះមកដល់ចេះហើយយើងចូលបំបែកចូលទៅក្នុង time frame 1ម៉ោងដែលគេហៅថា GTF2 បាទដើម្បីរកអីគឺយើងរក extreme បាទរក extreme យើងរករបៀបម៉េច extreme គឺតាក់ទងជាមួយនៅពេលដែលផ្សារចុះមកវាអត់បែកជាមួយនឹង MA 510 low នេះហើយវាមកប៉ះគ្នាជាមួយនឹងខ្សែ moving average លេខ50ជាមួយនឹង low BB អញ្ចឹងអានឹងគឺយើងហៅវាថា extreme បាទអញ្ចឹងនៅពេលដែលវាចុះមកអត់បែកវាបិទបកគោឡើងវិញយើងរងចាំនៅបកគោមួយនេះដើម្បីរក confirm ក្នុងការចូលផ្សារបាទអញ្ចឹងបន្ទាប់មកនៅពេលដែលយើងឃើញ confirm របៀបនេះហើយនៅពេលដែល candle មួយនេះគឺវាត្រូវតែមាន3បកគោតាក់ទងជាមួយនឹង candle extreme reverse retest អញ្ចឹង candle មួយដើមមួយនេះគឺយើងហៅថា extreme candle កណ្ដាលទូចនេះយើងហៅថា reverse ហើយ candle ពណ៌ខៀវនេះគឺយើងហៅថា retest ព្រោះវាអត់មកបែកជាមួយនៅនេះទេបើសិនជាវាបើកថ្មីមកវាចុះមកបែកអានេះគឺយើងមិនហៅវា retest ទេអញ្ចឹងណាបាទអញ្ចឹងសម្រាប់ candle នេះដែរនៅពេលដែលបើក candle ទី3នេះយើងចាប់ផ្ដើមលក់ confirm នៅក្នុង time frame ទី3 time frame 3អញ្ចឹង time frame 3គឺយើងយក15នាទីបាទអញ្ចឹងនៅពេលដែលយើងចូលមកក្នុង time frame 15នាទីយើងរកគេយើងរកតាក់ទងជាមួយនឹង extreme TPW MACD ហើយជាមួយនឹង CSAK បាទអូខេអញ្ចឹងបន្ទាប់ពីយើងចូលមកក្នុង time frame 15នាទីហើយដែលជា time frame កូនបើសម្រាប់ក្នុងការ entry ចូលផ្សារអញ្ចឹងយើងរកមើលឃើញទី1គឺតាក់ទងជាមួយនឹងផ្សារបាន extreme បាទ extreme អានេះគឺឡើងទៅលើ TPW ពេលដែល TPW គឺវាអត់បែកជាមួយនឹង mid BB ទេហើយវាចុះមកវិញវាបង្កើតជា MACD វាអត់មកបែកជាមួយនឹង MA 510 low ទេអានឹងគឺយើងហៅវា MACD ហើយវាក៏ឡើងទៅលើ break ជាមួយនឹងខ្សែ mid BB អានឹងគឺយើងហៅវា CSAK បាទអញ្ចឹងពេលដែលវា break យើងអាចចូលទៅក្នុងពេលដែលវា break នឹងក៏បានឬមួយក៏យើងចាំឲ្យវា CSM ក៏បានវា CSM ហើយវានឹង retest ចុះមកពេលបើបកគោលមួយនេះបងប្អូនអាចធ្វើការចូលនៅក្នុងតំបន់នេះបានបាទអញ្ចឹងតាក់ទងជាមួយនឹងកន្លែងនេះពេលដែលបងប្អូនចូលបងប្អូនដាក់ SL គឺនៅខាងក្រោមជាមួយនឹង low 510 low នេះបាទហើយតាក់ទងជាមួយនឹងការមើលផ្សារបើសិនជា510 ហើយវាអត់ទាន់កាត់គ្នាទេខ្សែ510 ហើយ MA 510 ហើយវាអត់ទាន់កាត់គ្នាទេបងប្អូនកុំទាន់អាចចេញពីផ្សារគឺយើងនៅ hold វាសិនទៅបើវានៅ50ចេះគឺយើងអាចចូលនៅចាំឲ្យវាបិទកាត់គ្នាទើបយើងចេញពីផ្សារកាត់គ្នារបៀបនេះនៅពេលវាឡើងមកដល់លើវាកាត់គ្នាចេះអានឹងគឺយើងត្រូវរត់ចេញពីផ្សារអញ្ចឹងសម្រាប់តាក់ទងជាមួយនឹងការមើលទៅលើខ្សែBBMA នេះគឺយើងមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងការស្វែងយល់បន្ថែមទៅលើ BBMA នេះបងប្អូនអាចធ្វើការឆាតមកកាន់ Telegram របស់ខ្ញុំបានឬមួយក៏អាចធ្វើការ add មកតាម TikTok របស់ខ្ញុំតាមលេខទូរស័ព្ទរបស់ខ្ញុំនេះក៏បានដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើន